សួស្តីបងប្អូនទាំងអស់គ្នាចាថ្ងៃនេះដែរអ្នកគ្រូមានប្រធានបទមួយទាក់ទងទៅនឹងការពិសោធន៍ចាបាតុភូតអូស្ម៉ូសចាទឹកចេញនិងទឹកចូលទៅក្នុងកោសិកាចាសម្ភារៈរបស់អ្នកគ្រូមានការ៉ុតមួយមើមចាមានកូនកំបិតមួយចានេះគឺជាអំបិលសម្រាប់យើងពិសោធន៍ហ្នឹងហើយមានទឹកមួយដបចាហើយនឹងកំប៉ុង2ចាចូលដល់ដំណើរការយើងចាប់ផ្ដើមយកការ៉ុតមកកាត់ក្បាលវាស្អាតមកបន្ទាប់មកយើងចាប់ផ្ដើមពុះវាចាពុះវាឲ្យស្មើគ្នាមកណាហើយយើងវាស់យកត្រឹម3សង់ទីម៉ែត្រហើយបន្ទាប់មកយើងយកទឹកដាក់ចូលទៅក្នុងកំប៉ុងទី1ហើយបន្ទាប់មកកំប៉ុងទី2យើងចាក់ទឹករួចហើយយើងបន្ទាប់មកយើងយកអំបិលចាដាក់ចូលទៅក្នុងកែវទី2ចាយកស្លាបព្រាមកកូរចាកូរឲ្យទៅជា solution ឆ្អែតចាអ្នកគ្រូសូមបញ្ជាក់ម្ដងទៀតចាកែវទាំងពីរចាកែវដែលអ្នកគ្រូលើកនេះចាគឺជាកែវទឹកអំបិលចាបន្ទាប់មកកែវដែលលើកទី2នេះគឺជាទឹកធម្មតាហើយបន្ទាប់មកអ្នកគ្រូក៏យកការ៉ុតចាដុំការ៉ុតទាំងពីរចំណិតហ្នឹងដែលយើងវាស់បាន3សង់ទីម៉ែត្រដូចគ្នាចាដាក់ចូលហើយយើងទុករយៈពេល1ម៉ោងហើយចាំ1ម៉ោងក្រោយចាំយើងមកពិនិត្យមើលបន្ទាប់ពី1ម៉ោងក្រោយមកយើងសង្កេតមើលទៅលើកែវទី1យ៉ាកែវទឹកធម្មតាវាមានសភាពស្រស់ចាស្រស់ហើយស្រួយហើយយើងកាច់សាក់មើលចាយើងកាច់ទៅឃើញបាក់អញ្ចឹងវាបង្ហាញថាកំហាប់នៃក្នុងកោសិកាការ៉ុតនិងកំហាប់នៅខាងក្រៅកោសិកាវាមានកំហាប់ស្មើគ្នាយើងចាប់ផ្ដើមសង្កេតទៅលើកែវទី2ចាកែវទឹកអំបិលយើងសង្កេតឃើញថាវាមានសភាពស្វិតហើយនឹងរួមតូចដោយសារតែកំហាប់នៅខាងក្នុងរបស់កោសិកាការ៉ុតហ្នឹងវាមានកំហាប់ទាបជាងកំហាប់នៅខាងក្រៅកំហាប់នៅខាងក្រៅហ្នឹងគឺជាទឹកអំបិលអញ្ចឹងគេឲ្យឈ្មោះវាថាជាបាតុភូតអូស្ម៉ូសហើយបន្ទាប់មកអ្នកគ្រូបានយកការ៉ុតដែលអ្នកគ្រូត្រាំជាមួយទឹកអំបិលហើយហ្នឹងណាអ្នកគ្រូក៏បានយកមកត្រាំជាមួយនឹងទឹកធម្មតាវិញចាអ្នកគ្រូត្រាំរយៈពេល1ម៉ោងដូចគ្នាបន្ទាប់ពី1ម៉ោងក្រោយមកចាអ្នកគ្រូមើលចាវាមានសភាពធម្មតាវិញយើងឃើញថាវារឹងហ្នឹងហើយវារឹងដូចដើមវិញហើយវាមានសភាពស្រស់ចាអញ្ចឹងមានន័យថាកំហាប់ទឹកនៅក្នុងកំប៉ុងវាមានកំហាប់ខ្ពស់ជាងកំហាប់ទឹកនៅក្នុងកោសិកាការ៉ុតដែលវាបណ្ដាលឲ្យចាទឹកនៅក្នុងកំប៉ុងហ្នឹងចូលទៅក្នុងកោសិកាការ៉ុតតាមរយៈអូស្ម៉ូសបាតុភូតនេះដែរគេហៅថាជាបាតុភូត D plasmolysis ដែល D plasmolysis ហ្នឹងគឺជាដែលទឹកធ្វើចលនាចូលទៅក្នុងកោសិកាវិញចាចុងក្រោយអ្នកគ្រូសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់អ្នកគ្រូរហូតដល់ចប់ចា